ngày nayពួកយើងនឹងទៅថត pre wedding ខ្ញុំជាមួយនឹងគូត្រឹងរបស់ខ្ញុំបាទនឹងការនៅឆ្នាំក្រោយបាទលើកដំបូងណាខ្ញុំនិយាយពាក្យនឹងនៅក្នុងវីដេអូណាអញ្ចឹងការថត pre wedding របស់ពួកខ្ញុំគឺចំនួន2លើកលើកទី1គឺយើងថតនៅក្នុង studio indoor លើកទី2យើងនឹងថតនៅខេត្តអញ្ចឹងអ្នកគ្នាកុំភ្លេច comment ថាខ្ញុំថតនៅខេត្តណាបាទជាអាចទេដឹងច្រើនហើយប៉ុន្តែឥឡូវគឺជាថ្ងៃទី1ដែលយើងថតចំនួន3ទៅ4ឈុតតិចទៀតយើងទៅដល់ studio ចាំខ្ញុំប្រាប់ថាខ្ញុំថតបែប vibe concept បែបម៉េចសំខាន់ណាស់ទាំងអស់គ្នាថត pre wedding នេះគឺគ្រាន់តែចប់ជុំភ្លាមថតហ្មងអញ្ចឹងអារម្មណ៍ដូចចង់ទៅដើរលេងខ្លះប៉ុន្តែតែមិនទេវាស្នេហ៍យើងទៅថត pre weddingអូខេអញ្ចឹងខ្ញុំបានមកដល់កន្លែងថតហើយនៅ Image Hunter Studio របស់គាត់ហើយនៅកន្លែងគាត់ស្រួលបើយើងអត់មានឈុតកៅអៅ Crozé ឬក៏ឈុតបុរាណខ្មែរគឺគាត់មានទាំងអស់មាន Crozé ទាំងបុរសហើយមានឈុតកូនកំមុំមានឈុតបុរាណស្រីប្រុសគឺមានមួយសេត update ម្ដងទៀតបាទខ្ញុំអត់ទាន់បានធ្វើអីទាំងអស់ប៉ុន្តែកលេចមើលកូនកំមុំវិញនេះខ្ញុំមកថតនៅ Image Hunter ហើយចាំមើលវីដេអូនឹងទាំងអស់គ្នាថាមានប្លង់អីគេខ្លះហើយរូបមិនខ្លះអញ្ចឹង pre wedding នេះយើងថតចំនួន4ឈុតដែលយើងមានថតអាចថាសម័យ2បុរាណ2និយាយទៅ4ឈុតហ្នឹងគឺយើងថតតាមសម័យកាលនីមួយៗនៅក្នុងប្រទេសកម្ពុជារបស់យើងមានឈុតលង្វែកឈុតអីផ្សេងៗទីទៀតអ្នកគ្នានឹងបានឃើញហើយប៉ុន្តែឈុតទី1ដែលយើងថតថ្ងៃនេះគឺឈុតសម័យដែលកូនកំមុំស្លៀករ៉ូបហើយកូនកន្លោះពាក់ឈុត Crozé អូខេឥឡូវដល់វេនធ្វើសក់កូនកន្លោះម្ដងអូខេទាំងអស់គ្នាបាទនេះគឺជាឈុតទី1បែបសម័យតាន់ថ្មីសម័យតាន់ថ្មីសម័យថ្មីណារ៉ូបសបាទកូនកំមុំគេរ៉ូបសហើយខ្ញុំវិញគឺ Crozé តែប៉ុណ្្នឹងឯងឥឡូវយើងទៅ studio ដើម្បីថតរូប Let's go តោះអូខេឥឡូវយើងចូលថតអ្នកទាំងអស់គ្នាឥឡូវគឺថាកូនកំមុំកពស់ខុសពីកូនកន្លោះពេកនៅក្រុមនេះគេរៀបដាក់ស្នោឲ្យជន់បណ្ដោយដើម្បីរៀបចំកម្ពស់ឲ្យវាស្អាតថតរូបមកស៊ីគ្នាអញ្ចឹងណាបាទឥឡូវនេះឈុតទី1គឺបានរួចរាល់ហើយយើងទៅដូរកៅអៅដូរឈុតចូលទៅឈុតទី2ឥឡូវយើងថតឈុតទី2នៅសម័យលង្វែកអញ្ចឹងយើងត្រូវស្លៀកក្បិនបងស្អីវាកុំតាំងពេកគាត់ប្រឹកថែមដល់បាទអូយដូរអាវមែនអូអរគុណហើយបងដូរអាវឥឡូវយើងខ្ញុំមិនហ្នឹងខ្ញុំរៀបបើកាមេរ៉ាប្រាប់ថាខ្ញុំបានស្លៀកឈុតរួចរាល់ឥឡូវគាត់ដូរអាវខ្ញុំចាក់បងចាក់ចេញគ្រូបាយទាំងអស់ចាក់បងចាក់ចេញអូខេឥឡូវយើងដល់ឈុតសំខាន់ហើយគឺឈុតរឹតខ្សែក្រវ៉ាត់អូយបាទហ្មងហ៎បងឥឡូវយើងត្រៀមខ្លួនក្នុងការទៅថតរូបឈុតទី2អូខេនេះគឺជាឈុតទី2បាទគឺបែបសម័យលង្វែកតាំងអត់អីទេអូខេតាវ៉ាវមើលកន្លែងគាត់ខ្ញុំមិនដឹងថានៅនេះមានអញ្ចឹងសោះដូចនៅអឺរ៉ុបតែឥឡូវយើងទៅកន្លែងប្លង់យើងថតសម័យលង្វែកទាំងអស់គ្នាវ៉ាវឈ្មោះអ្នកគ្នាតិចទៀតយើងទៅថតនៅខាងនោះយើងថតអង្គុយបដែតបទីបអីផ្សេងអញ្ចឹងណាបាទចាំមើលយើងប្លង់គាត់ថតមិនព្រោះខ្ញុំមិនដឹងដែរ2 1 3 2 1ងារមើលទៅកម្មករក្នុងគេបាទប៉ុណ្ណឹងថតអូនតោះ3 2 1 3 2 1ឥឡូវសំខាន់ដល់ចូលទៅមកតែពីពីនេះអូនមកតែពីហ្នឹងហើយមើលមកដើមឈើមើលមកទៅផ្លាយអូនបងចាំ1 2 3អត់ណែបញ្យកម្ដងហើយចាំច្អល់ហើយយើងមើលមុខគ្នាមើលតាបង1 2 3ចាប់ផ្ដើមលេងតារ៉ាអត់មែនរៀងអត់ហើយ
còn mong ăn một chọn ok ba muối đi bầy anh ở đây thì việc ai mới còn cái khác ok tập thấy ổn nhận mới từ con này đấy ok chờ được chẳng này đi bầy muối đi bầy hai biệtนี่มากันร้านนี่อ้อมมากันร้านนี่นั่งจังเลยlà hỗ trợ เนี่ยเธอสไตล์ ซื้อก็เราเธอชื่อได้กันนะ เธอสไตล์เตอร์น่าสดซัก ไอ้ก็ไทยเรามวยthì tỏ môi ตีใบអូខេបាទឥឡូវឈុតទី2យើងរួចរាល់យើងត្រៀមក្នុងការពាក់ឈុតទី3ដែលយើងថតបែបបដែតបតិបអញ្ចឹងមេឃនៅក្រៅវាងល្ងិតគួរសមដែលតម្រាំដែលយើងរៀបចំហើយគឺវាល្ងិតដែលយើងបដែតបតិបមកស្អាតហើយឈុតចុងក្រោយគឺយើងថតបែបសម័យមួយទៀតប៉ុន្តែគ្រាន់តែខាងស្រីគេរោផ្សេងខាងប្រុសខ្ញុំក្រូសេផ្សេងអញ្ចឹងអ្នកគ្នាតាមដានបន្តសួស្ដីពីប្លង់ខ្ពស់នេះទៀតហើយយើងចូលមកដល់ឈុតទី3សៀកក្បិន again អូខេនេះគឺជាឈុតទី3ឈុតនេះបែបកូនរបស់សេដ្ឋីហើយខ្ញុំកូនកំឡោះរបស់សេដ្ឋីខ្ញុំតាមស្រឡាញ់គេអញ្ចឹងមែនឈុតអញ្ចឹងហ៎ប៉ុន្តែឈុតនេះយើងថតបែបបដាយបតិបមេឃរៀងយប់ដែរយើងថតស្អាតអញ្ចឹងតែ outfit ស្អាតម្នាក់ម្យ៉ាងដោយសារតែមុនហ្នឹងគាត់អត់មានគ្រឿងមើលអត់សូវស្អាតដែរខ្ញុំស្អាតជាងដល់ពេលគាត់ដាក់គ្រឿងមកគាត់ស្អាតគួរសមត្រូវស្អាតគួរសមតោះទៅថតឥឡូវយើងចូលមកដល់កន្លែង set ថ្មីថតបដាយបតិបគាត់វ៉ាវជុំលុយណាมันต้องตอบมันตีด้วยหรอร้านนี้ไหนជួយយកអីកាន់ទៅមើលអូនអាចកាន់ស៊ីបានហើយដាក់ទៀនពេញហ្នឹងអូនតែប្រទេសមានណាគេដល់ពេលជាប់ហើយនៅបារាំងអង្គុយនេះអត់សង្ឃឹមក្នុងជីវិតអង្គុយនេះអត់សង្ឃឹមក្នុងជីវិតតបានតតាមនេះសុំយកមួយនេះមកហើយគួយខំជួយយកผมแล้วเนี่ยខាងមួយតហើយrồi nữa 1 2 3លើបាញ់ទៅមុំតិចអូខេញៀកមើលទៅគាត់អូខេបាទយើងថតឈុតទី3ចប់ហើយនេះគឺជាឈុតដែលយើងថតចំណាយពេលច្រើនជាងគេហើយយូរជាងគេហើយលំបាកជាងគេដោយសារតែឈុតនេះគឺយើងបដាយបតិបអញ្ចឹងយើងត្រូវផ្ចិតផ្ចង់ទាំងភ្លើងទាំងទៀនទាំងអីគ្រប់យ៉ាងហើយយើងថតល្ងិតទៀតដូច្នេះយើងនៅឈុតចុងក្រោយមួយទៀតឈុតទី4ហើយយើងបានទៅស៊ីស៊ុបហើយបាទនេះគឺជាឈុតចុងក្រោយសម្រាប់ថ្ងៃនេះហើយខ្ញុំដំបូងកម្រងថត5ឈុតគ្រាន់តែចូលឈុតទី3ខ្ញុំចង់បាក់ហ្មងអញ្ចឹងតែយើង4ឈុតបានថ្ងៃហ្នឹងអញ្ចឹងឈុតថ្ងៃនេះគឺមើល describe ទីមើលឈុតអីគេកូនកំមុំឈុតកូនកំមុំជាមួយនឹង setting ដូចនៅក្នុងគ្រឿង Beauty and the Beast អញ្ចឹងបាទគឺលយមែនតើអញ្ចឹងតោះយើងចាប់ដើមថតtrở vậy bà hai chú
Tỏ thơ hổm sai hổm tôi cả lá chi này là thơi nâng lấy ở đây sai tiệt em Chất chắp ai, chất chắp ai. Mơ cả là bông OK អញ្ចឹងការថត pre wedding ដំណាក់កាលទី1របស់ពួកខ្ញុំទាំងពីរគឺចប់ត្រឹមនេះហើយដូចខ្ញុំនិយាយអញ្ចឹងដំណាក់កាលទី1អញ្ចឹងបានន័យថាយើងនៅមានថត pre wedding មួយតង់ទៀតនៅខេត្តបាទលើកនេះយើងថតនៅ studio hot ប៉ុណ្្នឹងហើយតម្រាំតែថតនៅខេត្តជាមួយតា hot ប៉ុណ្ណាអញ្ចឹងអ្នកនរបើចូលចិត្តវីដេអូបែបនេះកុំភ្លេចជួយ like comment share ហើយអរគុណទៅដល់ Image Hunter សម្រាប់ outfit សម្រាប់ទីតាំងថត studio រូបភាពស្អាតៗតម្រាំតែខ្ញុំផុសវីដេអូមួយនេះរូបភាព pre wedding នៅ studio ហ្នឹងគឺខ្ញុំផុសរួចទៅហើយអញ្ចឹងអ្នកគ្នាអាចចូលទៅមើល page របស់ខ្ញុំដើម្បីតាមដានបានហើយមានពាក្យអីចុងក្រោយហ៎ Follow for more. Bye